រមណីយដ្ឋានភ្នំសំពៅពេលយប់នៅពេលដែលគេបើកភ្លើងមកគឺស្អាតណាស់បងប្អូនសម្រាប់សួនច្បារថ្មីនេះហើយថ្ងៃដែលខ្ញុំទៅនេះគឺចំថ្ងៃចុងសប្តាហ៍អញ្ចឹងហើយគឺមានភ្ញៀវទេសចរមកទស្សនាច្រើនមែនទែនទាំងភ្ញៀវជាតិនិងភ្ញៀវបរទេសនិយាយរួមទៅមនុស្សមកច្រើនដូចថ្ងៃចូលឆ្នាំអញ្ចឹងបងប្អូនទាំងអស់គ្នាគឺដើរសឹងតែបជ្រៀតគ្នាតែម្ដងហើយសម្រាប់ពេលល្ងាចម៉ោង6ជាងដែលមានសត្វប្រចៀវចេញអីហ្នឹងគឺមនុស្សកាន់តែមកច្រើនមែនទែនហើយសម្រាប់បងប្អូនដែលខ្ជិលមកអង្គុយចាំប្រចៀវយូរបងប្អូនអាចមកចាប់ពីម៉ោង6អីទៅនឹងមកដល់ឃើញប្រចៀវចេញតែម្ដងហើយសម្រាប់រយៈពេលដែលវាចេញហ្នឹងគឺប្រហែលជា1ម៉ោងកន្លះទៅ2ម៉ោងជាងអីហ្នឹងគឺចេញអស់ហើយបងប្អូនរហូតដល់មេឃល្ងិតអីចឹងណាអញ្ចឹងនៅពេលដែលប្រចៀវចេញអស់បងប្អូនអាចអង្គុយលេងទស្សនាភ្លើងពណ៌ជាមួយនឹងការរៀបចំសួនច្បារថ្មីនៅក្នុងរមណីយដ្ឋានភ្នំសំពៅនឹងតែម្ដងហើយសម្រាប់បច្ចុប្បន្នសួនច្បារថ្មីគឺបានរៀបចំហើយច្រើនហើយបងប្អូនអញ្ចឹងបងប្អូនអាចទៅថតរូប selfie លក្ខណៈជុំគ្រួសារអីលេងបានសម្រាប់ពេលល្ងាចមេឃត្រជាក់ហើយខែនេះដែរក៏មានជាផ្កាកង្កោកដែលដុះនៅជិតនឹងរីកមកគឺកាន់តែលើកសម្រស់នៅរមណីយដ្ឋានភ្នំសំពៅបានមួយផ្នែកទៀតបងប្អូនអញ្ចឹងហើយសម្រាប់បងប្អូនដែលចូលចិត្តថតរូបឬក៏ចូលចិត្តអង្គុយ relax ជាមួយនឹងធម្មជាតិជើងភ្នំអីអាចទៅលេងរមណីយដ្ឋានភ្នំសំពៅនេះបានហើយបងប្អូនទៅលេងភ្នំសំពៅកុំភ្លេចភ្លក់ជាមួយនឹងម្ហូបនៅក្នុងតំបន់នឹងផងដែរមានដូចជាសាច់គោអាំងខ្យងអាំងអីចឹងទៅដែលយើងអាចញ៉ាំបដាយើងអង្គុយមើលទេសភាពក៏ដូចជាពេលបជាវចេញអីហ្នឹងបដាបានផងដែរហើយនេះខ្ញុំបានកំងសាច់គោអាំងជាមួយនឹងខ្យងអាំងបុកល្ហុងអីចឹងមកហើយសម្រាប់ខ្យងអាំងនៅភ្នំសំពៅគឺមានរសជាតិឆ្ងាញ់មែនទែនបងប្អូនហើយពេលបានញ៉ាំខ្យងអាំងក្តៅជាមួយនឹងសាច់គោអាំងបុកល្ហុងហិលជូរដិតអីហ្នឹងបងប្អូនបាទកុំភ្លេចជាមួយនឹង idol ភេសជ្ជៈបើកម្លាំងដែលធ្វើឲ្យការញ៉ាំរបស់យើងហ្នឹងគឺកាន់តែឆ្ងាញ់មួយកម្រិតទៀតហើយនេះទស្សនវិជ្ជាពេលល្ងាចរៀងប្រឡប់ហើយដែលមានបងប្អូនយើងគាត់ចាប់ផ្ដើមទៅវិញបដាដោយសារថាបងប្អូនខ្លះគាត់នៅមិនទាន់ដឹងថាពេលយប់គេបើកភ្លើងទៅស្អាតមកតង់ទៀតអីចឹងណាហើយនេះគឺជាទស្សនវិជ្ជាដែលគេបើកភ្លើងពេលល្ងាចមកគឺស្អាតមែនទែនបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូននៅបានថតរូបពេលល្ងាចនៅកន្លែងសួនជាមួយនឹងភ្លើងពណ៌ថ្មីនេះគឺបងប្អូនអាចទទួលបានរូបភាពដែលស្អាតប្លែកមួយបែបទៀតហើយចឹងហើយបងប្អូនដែលមើលវីដេអូនេះកុំភ្លេចជួយ share ប្រាប់ទៅបងប្អូនដែលគាត់មិនទាន់ដឹងថាពេលប្រឡប់គឺគេបើកភ្លើងទៅគឺយើងអាចឃើញទស្សនវិជ្ជាស្អាតប្លែកមែនតែនចឹងហើយបងប្អូនបាទដែលមកលេងគឺអាចអង្គុយលេងទល់មេឃប្រឡប់អីទៅចាំទៅព្រោះដោយសារតែតិចទៀតគឺគេមានរៀបចំដាក់សូឡានៅជុំវិញកន្លែងហ្នឹងបំភ្លឺភ្លើងឲ្យភ្លឺផងដែរអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជម្រាបលា